តាមពិតទៅបើយើងមើលពីឆ្នាំ1979រហូតមកដល់ពេលនេះលោកយុរដ្ឋមន្ត្រីគាត់បានកាន់អំណាចនឹងជិត37ឆ្នាំក្នុងនាមជារដ្ឋមន្ត្រីការបរទេសហើយបន្តមកជានាយករដ្ឋមន្ត្រីបើយើងប្រៀបធៀបជាផ្ទះវិញបានន័យថា37ជាន់សង់ឡើងលើខ្ញុំមិនទាន់ឃើញមានការសង់ជណ្ដើរសម្រាប់ចុះមកវិញទេបាទក្រែងលោផ្ទះនឹងសង់ជណ្ដើរខាងក្នុងយើងមើលមិនឃើញក៏មិនដឹងបើទោះបីជាការដំឡើងឋានៈកូនគាត់ឲ្យទៅជានាយឧត្តមសេនីយ៍ច្រើនបន្តមកប៉ុន្តែយើងអត់ទាន់ឃើញការរៀបចំជណ្ដើរសម្រាប់ចុះចេញពីអំណាចដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យទេជាទូទៅមេដឹកនាំដែលជាគំរូនៅលើពិភពលោកគេចុះចេញពីតំណែងប៉ុន្តែគេរៀបចំជា